រឿងផ្កាស្នេហានៅក្នុងព្រៃអាត់កំបាំងកាលពីយូរលង់ណាស់មកហើយមានភូមិតូចមួយនៅជីព្រៃធំដែលមានទេសភាពស្រស់ស្អាតនៅទីនោះមានក្មេងស្រីម្នាក់ឈ្មោះសុវណ្ណានាងមានចិត្តល្អស្មោះត្រង់ហើយចូលចិត្តជួយអ្នកដទៃមនុស្សក្នុងភូមិគ្រប់គ្នាស្រឡាញ់នាងណាស់ជារៀងរាល់ថ្ងៃសុវណ្ណានឹងទៅប្រមូលផ្កានៅក្នុងព្រៃដើម្បីយកមកលក់នៅទីផ្សារនាងស្រឡាញ់ធម្មជាតិនិងសត្វតូចៗនៅក្នុងព្រៃថ្ងៃមួយខណៈដែលនាងកំពុងដើរប្រមូលផ្កានាងបានឮសំឡេងមនុស្សម្នាក់ស្រែកសុំជំនួយជួយខ្ញុំផងសំឡេងនោះនិយាយដោយសំឡេងខ្សោយ Help me. Help, please. សុវណ្ណាបានរត់ទៅមើលហើយនាងបានឃើញបុរសវ័យក្មេងម្នាក់ដែលបានរងរបួសជើងបុរសនោះមានមុខស្រស់ស្អាតនិងសម្លៀកបំពាក់ដូចជាមនុស្សពីទីក្រុងធំអ្នកមិនអីទេឬសុវណ្ណាសួរដោយក្តីបារម្ភ My name is Aaron. I lost my way in the forest, and I hurt my leg. បុរសនោះញញឹមបន្តិចហើយនិយាយថាខ្ញុំឈ្មោះអារិនខ្ញុំបានបាត់ផ្លូវក្នុងព្រៃហើយជើងរបស់ខ្ញុំបានរងរបួសសុវណ្ណាបានជួយគាត់ហើយនាំគាត់ទៅផ្ទះតូចរបស់នាងនៅជាយភូមិនាងបានសម្អាតរបួសនិងផ្ដល់អាហារឲ្យគាត់ថ្ងៃក្រោយៗមកអារិនបានស្នាក់នៅភូមិនោះដើម្បីព្យាបាលជើងក្នុងអំឡុងពេលនោះគាត់បានស្គាល់សុវណ្ណាកាន់តែច្រើនពួកគេបានដើរលេងជាមួយគ្នានៅក្នុងព្រៃនិងនិយាយអំពីសុបិនរបស់ពួកគេ The forest is beautiful today, isn't it? Yes, it's like a dream. One day, I'll explore the whole world. And I'll paint all the beautiful places. Together. សុវណ្ណាបានប្រាប់ថា It's beautiful. នាងស្រមៃថាថ្ងៃណាមួយនាងចង់បង្កើតសួនផ្កាធំមួយដែលមនុស្សគ្រប់គ្នាអាចមកមើលបានអារិនបានសើចហើយនិយាយថាវាជាសុបិនស្រស់ស្អាតណាស់ខ្ញុំប្រកាសថាអ្នកអាចធ្វើបាន One day, I want to create a beautiful flower garden where people from everywhere can come and enjoy the flowers. That is a wonderful dream. I believe you can make it come true. ថ្ងៃកន្លងទៅពួកគេទាំងពីរចាប់ផ្ដើមមានអារម្មណ៍ពិសេសចំពោះគ្នាប៉ុន្តែថ្ងៃមួយអារិនបានប្រាប់សុវណ្ណាថាគាត់ត្រូវតែត្រឡប់ទៅទីក្រុងរបស់គាត់សុវណ្ណាមានអារម្មណ៍សោកស្ដាយណាស់ប៉ុន្តែនាងមិនបាននិយាយអ្វី I must return to my city. I understand. មុនពេលចាក់ចេញអារិនបានផ្ដល់ផ្កាអាតកំបាំងមួយដល់នាងផ្កានេះគឺជាផ្កាសំណាងប្រសិនបើអ្នកគិតដល់ខ្ញុំវានឹងផ្ការីកបន្ទាប់មកគាត់បានចាក់ចេញថ្ងៃបានកន្លងទៅសុវណ្ណានឹកគាត់ជារៀងរាល់ថ្ងៃ I miss Aaron every day. Aaron, where are you? I miss you so much. Please come back soon. No. ហើយគួរឲ្យអស់សំណើចផ្កានោះបានចាប់ផ្ដើមរីកមួយឆ្នាំក្រោយមកមានព្រះអង្គម្ចាស់ម្នាក់បានមកដល់ភូមិមនុស្សគ្រប់គ្នាបានភ្ញាក់ផ្អើលនៅពេលសុវណ្ណាមើលចិត្តនាងបានដឹងថាព្រះអង្គម្ចាស់នោះគឺអារិន
អារិនបានញញឹមហើយនិយាយថាខ្ញុំមិនអាចបំភ្លេចអ្នកបានទេខ្ញុំបានត្រឡប់មកវិញដើម្បីស្វែងរកអ្នក I could never forget you. I came back to find you. I feel so happy here with you. Me too. This moment is perfect. សុវណ្ណាមានទឹកភ្នែកដោយសារសេចក្តីរីករាយក្រោយមកអារិនបានប្រាប់ថាគាត់គឺជាព្រះអង្គម្ចាស់ដែលបានចាក់ចេញពីព្រះរាជវាំងដើម្បីស្វែងយល់អំពីជីវិតពិតហើយក្នុងការធ្វើដំណើរនោះគាត់បានជួបមនុស្សដែលមានតម្លៃបំផុតក្នុងជីវិតរបស់គាត់គឺសុវណ្ណាបន្ទាប់ពីនោះអារិនបានស្នើសុំសុវណ្ណាឲ្យទៅរស់នៅជាមួយគាត់នៅក្នុងព្រះរាជវាំងប៉ុន្តែសុវណ្ណាបាននិយាយថាខ្ញុំស្រឡាញ់ព្រៃនៅភូមិនេះអារិនបានញញឹមហើយនិយាយថាអញ្ចឹងយើងនឹងបង្កើតសួនផ្កាធំបំផុតនៅទីនេះជាមួយគ្នាពួកគេទាំងពីរបានធ្វើការជាមួយគ្នានិងបង្កើតសួនផ្កាដ៏អស្ចារ្យមួយដែលមនុស្សពីគ្រប់ទីកន្លែងបានមកមើ Our ល love has created something truly beautiful. A garden for the world to see. ភូមិតូចនោះបានคล้ายទៅជាកន្លែងស្រស់ស្អាតនិងពេញទៅដោយសេចក្តីស្រឡាញ់ចាប់តាំងពីថ្ងៃនោះមកសុវណ្ណានិងអារិនបានរស់នៅជាមួយគ្នាយ៉ាងសុខសាន្តទាហើយពួកគេបានបង្ហាញឲ្យមនុស្សគ្រប់គ្នាឃើញថាស្នេហាពិតអាចរកឃើញនៅកន្លែងដែលយើងមិនបានរំពឹងទុក This garden is magnificent. We are so happy you could visit. We will cherish it always. My love, this day is ours. Yes, with everyone here, my heart is full. To our future. And to our friend. សូមជួយ Subscribe ដើម្បីទទួលបានវីដេអូថ្មីៗទៀត This garden is magnificent. We are so happy you could visit. We will cherish it always. My love, this day is ours. Yes, with everyone here, my heart is full. To our future. And to our friend. This garden is magnificent. We are so happy you could visit. We will cherish it always. My love, this day is ours. Yes, with everyone here, my heart is full. To our future. And to our friend.